ដំបងថាចាំ season 2 ចប់ចាំធ្វើទាំងមុនដល់ពេលយូរពេកខ្លាចភ្លេចហើយរឿងអស់ហើយមួយវិញទៀតតនេដល់ចឹងទៅធ្វើឲ្យហើយ100ចឹងនេះគឺជារឿងមួយដែលខ្ញុំតែតែមើលរំលងកាលពីគេចេញរឿងនឹងដំបងគឺអូ TikTok មកឃើញរហូតហើយកាលនោះអត់មានចាប់អារម្មណ៍រឿងនឹងទេដោយសារតែគិតថាវាគ្រាន់តែជារឿង anime បែបវេទមន្តធម្មតាដូចអារឿង1000ទៀតខ្ញុំធ្លាប់មើលហើយកាលនោះខ្ញុំជាប់មើល solo leveling ដល់ពេលចឹងទៅអត់មានសូវបានចាប់អារម្មណ៍រឿងនឹងប្រហែលទេហើយបន្ទាប់ពីខ្ញុំមើល solo leveling ចប់អូ TikTok មកឃើញរឿងនឹងទៀតដល់ចឹងទៅក៏ចូលទៅមើលបរោយទៅចង់ដឹងថារឿងហ្នឹងវាល្អមើលខ្លាំងប៉ុណ្ណាដល់ពេលមើលបានពីភាគដំបូងជក់នេះគឺជារឿងមួយដែលគេគូបានស្អាតខ្លាំងមែនទែនគូដោយ Wit Studio ចង់និយាយថាពីមួយផ្ទាំងទៅមួយផ្ទាំងគឺយើងមើលឃើញពីកម្លាំងញើសឈាមរបស់សិល្បករ background វាមិនមែនត្រឹមតែជាផ្ទៃមួយដែលដាក់ឲ្យទៅបានណាខ្ញុំស្រឡាញ់ទស្សនវិជ្ជានៅក្នុងរឿងហ្នឹងខ្លាំងមែនទែនខ្ញុំស្រឡាញ់ពីរបៀបដែលគេគូពីរបៀបដែលគេលេងកាមេរ៉ាការប្រើប្រាស់ fill and depth ហើយកន្លែងចាប់ប្លង់មួយគឺមានអត្ថន័យហើយមើលមកវាស្អាតសាច់រឿងនិយាយអំពីដំណើរផ្សងព្រេងរបស់ Freyren បន្ទាប់ពីកំចាត់ស្ដេចបិសាចហើយជាមួយនឹងក្រុម hero របស់គេហ្នឹងដែលមានដូចជា Himmel, Aizen ហើយជាមួយនឹង Hater ខ្ញុំអានឈ្មោះអាប៉ែកនឹងដំបូងស្មើតែ Hitler យីមែនបន្ទាប់ពីកំចាត់ស្ដេចបិសាចហើយហ្នឹងពួកហ្នឹងក៏បានលាគ្នាដើម្បីចាប់ផ្ដើមជីវភាពរៀងខ្លួនហើយ Freyren ក៏បានធ្វើដំណើរទៅស្វែងរកជាមួយនឹងសភៅវេទមន្តមួយដោយគាត់ថា2-3ឆ្នាំទៀតចាំមកលេងមិត្តភក្តិក៏បានដែរដល់ពេលមានណា70ឆ្នាំក្រោយមកវិញមិត្តភក្តិចោលហើយពេលនោះហើយបាន Freyren ដឹងថាជីវិតមនុស្សគឺខ្លីណាស់ហើយក៏មានភាពស្ដាយក្រោយដែលថាខ្លួនឯងនឹងអត់បានចំណាយពេលជាមួយមិត្តភក្តិឲ្យបានច្រើនដើម្បីព្យាយាមយល់ពីគ្នាដល់អញ្ចឹងទៅ Freyren ក៏បានចាប់ផ្ដើមដំណើរផ្សងព្រេងថ្មីដើម្បីទៅកន្លែងមួយដែលមានឈ្មោះថាចុះឈ្មោះស្អីភ្លេចបាត់ហើយវាថាកន្លែងហ្នឹងនៅពេលដែលជីវិតមនុស្សដែលយើងស្លាប់ទៅគឺបលឹងរបស់យើងធ្វើដំណើរទៅកន្លែងហ្នឹងអាហ្នឹងកន្លែងហ្នឹងវាលក្ខណៈអញ្ចឹងហើយនៅក្នុងដំណើរផ្សងព្រេងនោះគឺយើងបានឃើញ Freyren ចាប់ផ្ដើមវិវត្តពីមនុស្សម្នាក់ដែលមិនសូវខ្វល់ពីមនុស្សជុំវិញខ្លួនខ្លាចទៅជាមនុស្សម្នាក់ដែលព្យាយាមយល់ពីអារម្មណ៍របស់មនុស្សបើនិយាយទៅវិវត្តពីមនុស្សឈាមត្រជាក់ទៅជាមនុស្សដែលចាប់ផ្ដើមចេះខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនអាហ្នឹងវាលក្ខណៈបែបហ្នឹងឯងហើយនៅក្នុងដំណើរផ្សងព្រេងនេះដែរគឺយើងបានជួបជាមួយនឹងតួអង្គពីរតួអង្គហ្នឹងគឺមានដូចជា Fern ហើយនិង Stark ដែលជាតួអង្គមួយដែលខ្ញុំចូលចិត្តខ្លាំងមែនទែននៅក្នុងរឿងនេះវាជារឿងបែបលក្ខណៈ slow pace បើសិនជាយើងជាប្រិយមិត្តរឿង action ខ្ញុំគិតថាមើលរឿងនេះគឺអត់សូវល្អមើលប្រហែលទេនៅក្នុងរឿងនេះក៏មានកន្លែង action ដែរហើយខ្ញុំគិតថាកន្លែង action មួយគឺគេធ្វើបានល្អវាមានភាពច្នៃប្រឌិតហើយខុសពីរឿងផ្សេងនៅក្នុងរឿងនេះកន្លែង action ខ្ញុំមើលហើយខ្ញុំព្រឺសម្បុរខ្លាំងមែនទែនដូចខ្ញុំនិយាយចឹងរឿងហ្នឹងភាគច្រើនគឺយើងអង្គុយមើលគេធ្វើ side quest ក៏ប៉ុន្តែ side quest របស់គេមួយគឺគេធ្វើមកល្អមើលហើយវាមានអារម្មណ៍ថា real ដូចក្នុង Genshin Impact ចឹងដើម្បីធ្វើ main quest នេះបានយើងត្រូវតែមាន level ចាប់ពី20ឡើងដល់ចឹងទៅតួអង្គហ្នឹងក៏ចាប់ដើមទៅធ្វើ side quest សិនដើម្បីយក level ហ្នឹងដើម្បីធ្វើ main quest បន្តអាហ្នឹងវាលក្ខណៈអញ្ចឹងហើយចំណុចមួយដែលខ្ញុំគិតថាគេធ្វើបានល្អខ្លាំងមែនទែនគឺការសរសេរតួអង្គមិនថាតួអង្គហ្នឹង NPC ឬមួយក៏តួអង្គ main character ឬមួយក៏មិនទេគឺគេសរសេរមកឲ្យយើងចូលចិត្តតួអង្គហ្នឹងបណ្ដោយព្រោះថាដំណើរផ្សងព្រេងរបស់យើងមួយហ្នឹងគឺយើងមិនមែនធ្វើដំណើរតែ3នាក់ហ្នឹងទេគឺយើងមានតួអង្គផ្សេងៗដើរជាមួយយើងដែរហើយក្នុងមួយចំណោមតួអង្គទាំងអស់ហ្នឹងគឺខ្ញុំចូលចិត្តអាប៉ែកមួយនេះខ្លាំងជាងគេចំណុចមួយដែលធ្វើឲ្យរឿងនេះលេចធ្លោជារឿងបែប fantasy ផ្សេងៗគឺយើងមិនមែនត្រឹមតែអង្គុយមើលតួអង្គដើរ farm យក level ហើយយកឈ្នះតួអង្គចិត្តអាក្រក់ធម្មតាទេនៅក្នុងរឿងនេះគឺវាមានចំណុចមួយដែលខ្ញុំគាត់ថាសំខាន់ខ្លាំងមែនទែនតែក្នុងជីវិតពិតទាំងក្នុង anime ហ្នឹងនៅក្នុងរឿងនេះគឺពេលវេលាពិតជាសំខាន់ខ្លាំងមែនទែនគេបង្រៀនឲ្យយើងចេះផ្ដល់តម្លៃឲ្យអ្វីជុំវិញខ្លួនរបស់យើងផ្ដល់តម្លៃឲ្យអ្វីដែលយើងមានមិនថាថ្ងៃអនាគតមានរឿងអីកើតឡើងគឺគេចង់ឲ្យយើងនឹងរីករាយនៅក្នុងពេលបច្ចុប្បន្ននេះឲ្យបានច្រើនហើយនៅក្នុងនោះវាមានទាំងលក្ខណៈបែបល្វិញជូរចត់នៅក្នុងនោះវាមានលក្ខណៈសប្បាយហើយលក្ខណៈ sad នៅក្នុងនោះនិយាយរួមទៅគឺយើងមើលរឿងនេះយើងទទួលបានអារម្មណ៍មួយដែលច្រើនខ្លាំងមែនទែនហើយនៅមានចំណុចច្រើនទៀតដែលខ្ញុំអត់ចង់បង្ហើបសាច់រឿងទេខ្ញុំចង់ឲ្យចូលទៅមើលខ្លួនឯងជាពិសេសគឺនៅភាគដែលគេទៅប្រឡងយកសញ្ញាបត្រហ្នឹងគឺល្អមើលខ្លាំងមែនទែនអញ្ចឹងយោងតាមការថ្លឹងថ្លែងតាំងពីដើមរហូតដល់ចប់មក Freyren គឺមានទម្ងន់100 គីឡូហើយវីដេអូនេះមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយបាយ